ទីបំផុត FIFA World Cup បានឈានមកដល់វគ្គ8ក្រុមចុងក្រោយហើយសម្រាប់វគ្គ8ក្រុមចុងក្រោយនេះគឺសិតតែគីឡូខ្លាំងប៉ះគ្នាតោះយើងងាកមកមើលគូទី1បារាំងត្រូវប៉ះជាមួយនឹងម៉ារ៉ុកបារាំងគឺជាក្រុមដែលគេចាប់ទុកថាមានខ្សែប្រយុទ្ធមុតនិងខ្លាំងជាងគេនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ចំណែកបារ៉ុកវិញក៏មានប្រព័ន្ធការពារលេងដ៏រឹងមាំផងដែរហើយទម្រង់លេងវាយបកលឿនៗរបស់ម៉ារ៉ុកគឺគួរឲ្យខ្លាចខ្លាំងមែនទែនដោយឡើងមកដល់វគ្គ8ក្រុមចុងក្រោយនេះម៉ារ៉ុកក៏មិនមែនជាក្រុមដែលងាយស្រួលក្នុងការយកឈ្នះបានដែរចឹងចាំមើលទាំងអស់គ្នាថាតើរវាងបារាំងនិងម៉ារ៉ុកអ្នកណាជាអ្នកយកឈ្នះហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់សម្រាប់ខ្ញុំគិតថាបារាំងជាអ្នកឡើងទៅវគ្គបន្តសម្រាប់គូទី2 Basic ជាមួយនឹងអេស្ប៉ាញ Basic ធ្វើបានល្អខ្លាំងមែនទែននៅវគ្គ16ក្រុមចុងក្រោយដែលបានយកឈ្នះម្ចាស់ផ្ទះអាមេរិកនៅក្នុងលទ្ធផល4-1 Basic បានបង្ហាញថាពួកគេស័ក្តិសមឡើងមកកាន់វគ្គ8ក្រុមចុងក្រោយនេះក៏ប៉ុន្តែគូដែលគេប៉ះគឺអេស្ប៉ាញសម្រាប់អេស្ប៉ាញគឺបានយកឈ្នះទៅលើប៉ូទុយហ្គាល់នៅក្នុងលទ្ធផល1-0ហើយឡើងមកវគ្គ8ក្រុមចុងក្រោយនេះហើយសម្រាប់គូនេះខ្ញុំគិតថាអេស្ប៉ាញជាអ្នកឡើងទៅបន្តងាកមកមើលគូទី3 Norway ជាមួយនឹងអង់គ្លេស Norway បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយបានបំបាក់ក្រុមខ្លាំងប្រេស៊ីលនៅក្នុងលទ្ធផល2-1ឡើងមកវគ្គ8ក្រុមចុងក្រោយនេះហើយសម្រាប់អង់គ្លេសក៏មិនអន់ផងដែរបានទម្លាក់ម្ចាស់ផ្ទះមិចស៊ីកូហើយឡើងមកវគ្គ8ក្រុមចុងក្រោយនេះជួប Norway ហើយសម្រាប់គូនេះខ្ញុំគិតថាអង់គ្លេសគឺជាអ្នកទៅបន្ទាប់ហើយសម្រាប់គូចុងក្រោយគឺអាសង់ទីនត្រូវប៉ះជាមួយនឹងស្វីស័រឡែនអាសង់ទីនយុគមិញនេះបានធ្វើឲ្យអ្នកគាំទ្រជាមួយពិភពលោកមានការបុកពោះខ្លាំងមែនទែនដោយសារតែពួកគេបានចាញ់ទៅលើអេស៊ីបនៅក្នុងលទ្ធផល2-0ទៅហើយក៏ប៉ុន្តែវាបកទៅលើអេស៊ីបលឿនខ្លាំងមែនទែនរយៈពេល13នាទីរកបាន3គ្រាប់យកឈ្នះទៅលើអេស៊ីបឡើងមកវគ្គ8ក្រុមចុងក្រោយហើយសម្រាប់ស្វីស័រឡែនគឺស្មើជាមួយនឹងកូឡុំប៊ីឈ្នះនៅក្នុងវគ្គពេលនឹងទីកាត់សេចក្តីហើយសម្រាប់គូនេះខ្ញុំគិតថាអាសង់ទីនគឺជាអ្នកឡើងទៅបន្ទាប់ដូច្នេះចាំតាមដានទាំងអស់គ្នាថាតើក្រុមណានឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយក្រុមណានឹងត្រូវហាលអាវនៅវគ្គ8ក្រុមចុងក្រោយនេះកុំភ្លេច follow page អ្នកមួយដើម្បីទទួលបានមាតិកាបាល់ទាត់ជាច្រើនទៀត